កំពុងតែជីឡើងក្រុងឡើងទៅលេnăm Sun Tower ជីពី3តណាម្លានជីតឯនេះចាំតែដល់លើចាំថាមើលទៀតឥឡូវយើងមានជីឡើងក្រុងឡើងលើភ្នំអីបងទាំងអស់គ្នាដែលគាត់មកណានៅក្រុមហ្នឹងគឺមានចំណតឡានក្រុងដែលយើងជិះពី 1A 1B ក៏បានដែរឡើងមកដល់កពូលតែសម្រាប់ពេលចុះទៅវិញណាអ្នកដែលគាត់ចង់ទៅខ្យងបកុងចង់ទៅវាំងជិះ1A អញ្ចឹងបើបងទាំងអស់គ្នាជិះ 1A គឺចំណតវាជិះរហូតទៅដល់ខ្យងបកុងនិយាយទៅនៅខាងស្ដាំដៃខ្យងបកុងហ្មងជិះទៅដល់ហ្នឹងហ្មងអញ្ចឹងទៅដល់វាំងការ៉េសម្រាប់អ្នកដែលថាគាត់ចង់ដើរលេងពីកន្លែងណាពីnăm Sun Towerទៅកន្លែងវាំងការ៉េបងអូនជិះលេខឡានក្រុងដែលខ្ញុំប្រាប់ហ្នឹងទៅគឺអត់ខុសទេហើយមួយទៀតសម្រាប់បងអូនដែលថាគាត់សេវថវិកាគឺចំណេញខ្លាំងមែនតើព្រោះជិះឡានក្រុងគឺតម្លៃវាធូរថ្លៃណាហើយយើងបានមើលទេសភាពច្រើនមែនតើនៅតាមដងផ្លូវជាពិសេសពេលយើងចុះទៅលើភ្នំទៅវិញណាគឺនិយាយឲ្យរដូវខែហ្នឹងគឺផ្ការីកច្រើនស្អាតខ្លាំងមកចំរដូវហ្នឹងគឺស្អាតថតរូបនៅខ្យងបកុងហ្នឹងក៏ស្អាតពេលយើងឡើងមកលេងnăm Sun Towerហ្នឹងទេសភាពក៏ស្អាតខ្លាំងដែរសម្រាប់អ្នកដែលថាគាត់អត់ទាន់មកគាត់អាចសាក់មកលេងបាននិយាយពីថាអូយដូចជិះនិយាយថាដូចយើងជិះឡានឡើងភ្នំដូចមិនឡើងភ្នំយើងដូចឡើងឋានសួគ៌យើងនៅសានតែទេសភាពវាស្អាតជាពិសេសតាមដងផ្លូវហ្នឹងគឺអមទៅដោយផ្កាខែហ្នឹងរីកស្កុសស្គីខ្លាំងមែនទែនស្អាតខ្លាំងមែនទែនណាបងអូន